និងអ្នកប្រកាសជាធ្លាប់បានស្គាល់ហើយថាសត្វតោខ្លាពស់ក្រពើនិងសត្វជាច្រើនទៀតដែលសុទ្ធជាសត្វកាចសាហាវនិងស៊ីសាច់ជាអាហារប៉ុន្តែបើយើងក្រឡេកទៅមើលកំពូលសត្វសាហាវកាលពីសម័យបុរាណវិញគឺពិតជាសាហាវនិងមានភាពខ្លាំងមហិមាហើយនេះគឺខ្ញុំសូមលើកយកសត្វកំពូលសម័យបុរាណទាំង5ដែលកាចសាហាវបំផុតដូចខាងក្រោមទី1បិសាចសមុទ្រ Leviathan នៅក្នុងទេវកថាសម័យបុរាណ Leviathan គឺជាបិសាចសមុទ្រយក្សមានមាឌដ៏ធំសម្បើមហើយតែងតែធ្វើការវាយប្រហាររាល់កប៉ាល់និងមនុស្សដែលធ្វើដំណើរឆ្លងកាត់តាមមហាសមុទ្រដែលអ្នកខ្លះថាវាជាសត្វព្រៃធំប៉ុន្តែវាត្រូវបានគេនិយាយតៗគ្នាថាគឺជាសត្វពស់ដែលមានរាងក្រពើដែលត្រូវបានបង្កើតដោយព្រះឬសាតាំងទី2 អាមីតគឺជាសត្វនៃការស្លាប់ជាសត្វដែលក្នុងទេវកថាអេស៊ីបបុរាណដែលចូលចិត្តស៊ីមនុស្សជាអាហារនិងមិនដែលខ្លាចឡើយអ្វីឡើយសូម្បីតែព្រះឬអាទិទេពទី3ពស់កំណាត់ Lana Hydra នៅក្នុងរឿងព្រេងនិទានទេវកថាសត្វពស់ Hydra គឺជាសត្វពស់ដែលមានក្បាលច្រើនជាមួយនឹងហើមពោពេញដោយជាតិពុលអាចធ្វើឲ្យមនុស្សស្លាប់ភ្លាមៗតាមរយៈឯកសារក៏ដូចជាការនិយាយតៗគ្នាថាមានបុរសម្នាក់ឈ្មោះ Hitri ត្រូវបានប្រជាជននាសម័យនោះចាត់ទុកជាវីរបុរសព្រោះតែបានសម្លាប់សត្វ Hydra នេះហើយបានដាក់រហស្សនាមថាជា Hydra of Lana ប៉ុន្តែមានរឿងនិទានខ្លះទៀតបានចោទប្រកាន់ថាវាជារឿងមិនពិតហើយដែលថាអាចទៅរួចទោះកាលណាយើងកាត់ក្បាលវាមួយនឹងមានក្បាលថ្មីដុំមកចំនួនកន្លែងវិញទី4សត្វបិសាច Chimera សត្វទេវកថាក្រិកមួយនេះមានរូបរាងចម្លែកដែលមានក្បាលពពែមួយចេញពីខ្នងនិងកន្ទុយជាពស់ថែមទាំងមានសមត្ថភាពអាចព្រោះភ្លើងបានទៀតផងហើយគ្រប់សត្វទាំងឡាយមិនដែលជាដៃគូរបស់វាឡើយទី5ឆ្កែបិសាចក្បាល3 Cerberus សត្វបិសាចនេះមានរូបរាងស្រដៀងសត្វឆ្កែមានក្បាល3កន្ទុយពស់មានភ្នែកក្រហមរោមនិងកដូចជាសត្វតោព្រមទាំងសរសៃក្បាលពស់ជាមួយកញ្ញាំតោគឺជាសត្វនៅក្នុងទេវកថារបស់ក្រិកបុរាណដែលគេជឿថាមានពិតប្រាកដមែនទាំងអស់នេះគឺជាសត្វបិសាចនិងសត្វកាចសាហាវទាំង5នៅក្នុងទេវកថាបុរាណដែលយើងមិនអាចសន្មតថាសត្វទាំងអស់នេះមានពិតឬក៏មិនពិតឡើយសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមកុំភ្លេចចុច like និង subscribe channel follow Facebook page របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតសូមអរគុណជួបគ្នានៅវីដេអូក្រោយ